សូមគោរពសម្ដេចទ្រង់អាដាមលោកជំទាវលោកស្រីជាអភិបាលសិស្សទាំងអស់ជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូសួស្តីបងប្អូនអរគ្នាជាទីស្រឡាញ់ថ្ងៃនេះយើងចូលដល់វិញ្ញាសាថ្មីមួយទៀតគឺវិញ្ញាសាក្រមវិធានបទទី26ដែលមាន4សំណួរគឺសំណួរទី1សួរតើអាណានិគមអង់គ្លេសបានបន្សល់បញ្ហាអ្វីខ្លះសំណួរទី1តើចក្រភពអង់គ្លេសដាក់អាណានិគមលើប្រទេសណាខ្លះប៉ុន្តែតម្រូវឲ្យរកឲ្យបានយ៉ាងតិច5ប្រទេសសំណួរទី2តើអាណានិគមអង់គ្លេសបានបន្សល់បញ្ហាអ្វីខ្លះដល់ប្រទេសក្រៅអាណានិគមមុននឹងចាកចេញមកនេះដល់ពេលគាត់ប្រគល់ឯករាជ្យហើយមុនគាត់ចាកចេញក៏បន្សល់បញ្ហាខ្លះសំណួរទី3តើពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមកម្ពុជាសំណួរទី4តើរាជរដ្ឋាភិបាលកម្ពុជាឬអាចប្រើពាក្យតើសម្ដេចហ៊ុនសែនអ្នកត្រូវចាំឡើយហ្នឹងតើរាជរដ្ឋាភិបាលកម្ពុជាឬអាចប្រើពាក្យថាតើសម្ដេចហ៊ុនសែនបានដាក់